jour. Et là, pour la nuit. Et là, vous allez commencer ce soir. Et ce soir, des photos dans. Bonjour. Merci. Ça, c'est bien pour la cuisine. Oui. En famille, qui a des manges qui sont vraiment pas belles. Ah voilà, sur des qualités, ouais, sur Demain. ouais. Oui, Ça va demain. bien manger, donc Je sais. Parfait. Je vais lui donner ça. Oui. C'était quoi déjà attendez, je vais. C'est mieux. On ne sait jamais de ne pas vous gâter aux vacances. ទិញហើយឆ្នាំឆ្នាំខ្ញុំទិញហើយមួយទៀតឆ្នាំអត់ដំណងគឺត្រូវតែ order អញ្ចឹងមុនមួយថ្ងៃស្អែកឡើងខ្ញុំត្រូវមកយកខ្ញុំត្រូវដើរទៅផ្ទះវិញប៉ុន្តែថ្ងៃហ្នឹងមេឃល្អខ្ញុំអត់តន់ទៅវិញទេខ្ញុំត្រូវអស់កូនដើរលេងនៅស្រុកប្រាំងនេះនិយាយទៅបើសិនជាមេឃឡើងបើកថ្ងៃហើយនឹងមេឃល្អខ្យល់អាកាសល្អយើងត្រជាក់តិចមែនតែយើងពាក់កៅអៅក្រៅតិចណាហើយយើងអាចអស់ក្មេងៗកូនងាយដើរលេងហ្នឹងទៅព្រោះដោយសារតប៉ែតភាគច្រើនគេឲ្យយើងក្មេងចេញទៅក្រៅមួយអាទិត្យ2 3 ដងអីចឹងទៅនេះឥឡូវខ្ញុំដើរមកសួនច្បារកន្លែងនេះគឺបែបជាលក្ខណៈបែបប្រាសាទណាប្រាសាទនៅម្ដុំចិត្តផ្ទះខ្ញុំហើយនៅក្នុងហ្នឹងគឺមានបង្ហាត់តន្ត្រីកូនក្មេងព្យ៉ាណូអីផ្សេងណាគឺយើងអាចចុះឈ្មោះរៀននៅហ្នឹងហើយថ្លៃអត់ថ្លៃទេបងប្អូនថោកទេធូរថ្លៃទេនិយាយរួមទៅមួយឆ្នាំខ្ទង់ប្រហែលជា300-400អីទេដែលខ្ញុំមកដល់ហើយឃើញក្មេងៗហត់លេងដែរព្រោះដោយសារតែអាកាសធាតុនៅនេះល្អអញ្ចឹងទៅពេលដែលបើកថ្ងៃអីផ្សេងម៉ាក់ប៉ាអីគេនាំក្មេងៗមកហត់លេងហើយនេះគេអង្គុយលេងហើយគេនាំក្មេងៗមកហត់លេងគេអង្គុយលេងពេញហ្នឹងណាខ្ញុំហៅកន្លែងអង្គុយសិនអត់ទាន់មានកន្លែងអង្គុយទេអត់មានកន្លែងអង្គុយផងគេអង្គុយអស់ហើយអូនៅមានកៅអីតនេមួយទៅអង្គុយឡើងខ្ញុំសិនខ្ញុំមកដល់កន្លែងអង្គុយខ្ញុំហៅកន្លែងអង្គុយសិនដើម្បីឲ្យកូនខ្ញុំហ្នឹងស្រូបខ្យល់នេះស្អាតទេបងប្អូនមើលម៉ែទេសភាពគឺបែបហ្នឹងនេះបងប្អូនសាលាតន្ត្រីដែលខ្ញុំនិយាយមិញណាគឺឲ្យក្មេងៗទៅហាត់រៀនតន្ត្រីមានព្យ៉ាណូមានហ្គីតាមានតន្ត្រីគ្រប់ប្រភេទអីចឹងទៅហើយខ្ញុំត្រូវទៅផ្ទះវិញអញ្ចឹងខ្ញុំដើរមើលបន្តិចនៅកន្លែងនេះកន្លែងអង្គុយមែនប៉ុន្តែនិយាយរួមទៅនៅស្រុកប្រាំងនេះគេមានឲ្យសភៅដាក់នៅក្នុងទូហើយទុកឲ្យដូចថាយើងចង់អានសភៅយើងចង់អីអញ្ចឹងណានេះយើងអាចបើកហើយយើងអង្គុយមើលសភៅដែលស្ងៀមស្ងាត់អីអញ្ចឹងទៅគេអត់តន់ទៅវិញទេព្រោះនៅថ្ងៃនៅល្អអញ្ចឹងណាថ្ងៃគេនៅបើកហើយអញ្ចឹងមានក្មេងៗហត់លេងសប្បាយគេឲ្យកូនគេលេងសិនមិនត្រូវមកវិញណាឡានក្រុងគេឈប់នេះគេឈប់ចាំមកទូមនុស្សហ្នឹងអញ្ចឹងពេលដែលមនុស្សឡើងឡានអស់ទៅហើយគឺគេចេញទៅហើយឡានក្រុងបន្តមកមួយទៀតទៅនេះគេមានគំនុកឆ្លងថ្នល់បងប្អូនមិនមែនចេះឆ្លងណាតែមានគំនុកឆ្លងថ្នល់គេអត់មានចេះឆ្លងតាមអ្វីដែលយើងតាមបាត់ឃើញអញ្ចឹងទេមានបញ្ហាគឺគេបន្ទោសយើងវិញទៀតហើយដើរទៅហើយមើលបងប្អូនឡៃនេះរៀងចោតបានន័យថាខ្ញុំត្រូវឡើងទៅលើឡើងភ្នំអញ្ចឹងខ្ញុំត្រូវឡើងខ្ញុំត្រូវឡើងភ្នំទៅវិញផ្ទះខ្ញុំចិត្តទេអត់ដល់លើភ្នំខ្ពស់ឯងប៉ុន្តែក៏រៀងដើរក៏រៀងហត់ដែរណាឡើងក៏រៀងហត់ដែរមើលបងប្អូនមើលក្នុងកាមេរ៉ាអត់ទៅចោតទេនឹងក្រៅរៀងចោតតិចណាអូយអស់ទៅហើយនេះមកដល់កន្លែងដបងផ្ទះខ្ញុំអីដបងបរិយអត់ដល់ដបងផ្ទះឲ្យច្រឡំនេះខ្ញុំនិយាយចឹងណាថានៅនេះគេមាន security របស់គេអូខេបើកទ្វារហើយបើខ្ញុំតនេខ្ញុំអាចទៅប៉ារីសដើម្បីថតទេសភាពប៉ារីសផ្ទាល់ឲ្យបងប្អូនមើលចឹងណាអូខេជម្រាបលា